នេះគឺជាដំណើរការ build Flutter app Android file APK អញ្ចឹងដំបូងឡើយយើងចូលទៅកាន់ project របស់យើងហើយ open U terminal មកយើងប្រើ command Flutter build APK ហ្នឹងអញ្ចឹងដំណើរការនៃ build Flutter APK គឺវារៀងយូរបន្តិចគឺចំណាយពេលប្រហែលជា 3-4 នាទីដែរអញ្ចឹងនៅក្នុងវីដេអូនេះគឺលឿនដោយសារតែខ្ញុំខាវាអញ្ចឹងត្រូវរងចាំវាយូរបន្តិចបាទឥឡូវយើងរងចាំវាឲ្យចប់សិនមកអូខេឥឡូវវាចិត្តចប់ហើយដោយសារតែ Android គឺកំឡុងពេល build គឺវាត្រូវការ install នៅ file មួយចំនួនច្រើនទៀតបាទអញ្ចឹងឥឡូវវា build ជោគជ័យហើយអញ្ចឹងដល់ពេលដែល build ហើយគឺវាប្រាប់តើ file ដែលបាន build ហ្នឹងគឺវានៅក្នុង folder ណាអញ្ចឹងយើងចូលទៅកាន់ folder ដែលវាប្រាប់ហ្នឹងមកគឺនៅក្នុង project របស់យើងដូចខ្ញុំនេះ my project ហើយនៅក្នុង folder build ហើយគឺ app output ហើយនឹងfloater apk បាទនៅក្នុង floater apk ហើយយើងនឹងឃើញ file មួយពេល build មកវាដាក់ឈ្មោះឲ្យយើង release អញ្ចឹងខ្ញុំ open វាជាមួយ cmd មកគឺខ្ញុំdia វាមើលគឺ file ដែលវាបង្កើតគឺនៅក្នុង folder មួយហ្នឹងអញ្ចឹងខ្ញុំ open new terminal ដើម្បីខ្ញុំធ្វើការ log ចូល server បាទអញ្ចឹង server testing ដែលយើងមាន user រៀងខ្លួនម្នាក់ហ្នឹងគឺខ្ញុំប្រើឥឡូវយើង sh port 6092ហើយ user របស់យើងអញ្ចឹង user យើងរៀងខ្លួនហ្នឹងហើយ domain របស់យើងរៀងខ្លួនហ្នឹងដែរគឺសម្រាប់ testing ហ្នឹងអញ្ចឹងយើង verify password អញ្ចឹងខ្ញុំសុំវាយ password របស់ខ្ញុំអូខេខ្ញុំចូលទៅកាន់ server ខ្ញុំជោគជ័យអញ្ចឹងដំបូងដែលយើងត្រូវធ្វើគឺយើងចូលទៅកាន់ floater folder របស់យើងបាទមាននេះយើង create មួយមកបាទ floater ហើយបន្ទាប់មកខ្ញុំ mkdir folder ថ្មីមួយគឺដាក់ឈ្មោះថា android app បាទយើង cd ចូលទៅកាន់ android app អូខេបន្ទាប់មកខ្ញុំបង្កើត file v1 ដាក់ឈ្មោះថា docker file អញ្ចឹងយើង copy existing file នៅក្នុង group មេរៀនមកហើយខ្ញុំ copy វាមកហើយខ្ញុំធ្វើការ pass អញ្ចឹងខ្ញុំបានកែប្រែហើយគឺកន្លែង copy នេះយើង copy មកដាក់ឈ្មោះរបស់យើងរៀងខ្លួនអញ្ចឹងដាក់ឈ្មោះវេជ្ជការ .apk បាទអញ្ចឹងធ្វើការចុចសញ្ញាចុច2ហើយការ save អញ្ចឹងបន្ទាប់ពី save ហើយខ្ញុំមើល passwd ថា pass របស់ខ្ញុំគឺនៅឋានៈខ្ញុំមើលដើម្បីអីគឺដើម្បីងាយស្រួលខ្ញុំ copy ពី Windows ទៅកាន់ server ពី Windows client របស់ខ្ញុំណាអញ្ចឹងខ្ញុំប្រើ command scp ពី Windows computer របស់ខ្ញុំ port គឺ6092ហើយឈ្មោះ file ដែលខ្ញុំចង់ copy ដែលខ្ញុំ build ហើយហ្នឹងអញ្ចឹង destination គឺ user add ហើយ domain មកហើយខ្ញុំចូលទៅ path ណាគឺ path ដែលខ្ញុំ pwd មិនហ្នឹងតមក verify password គឺវាយ password ចូលអូខេឥឡូវដំណើរការ copy គឺជោគជ័យ 100% បាទអញ្ចឹងវាណែ copy ពី Windows client ខ្ញុំទៅកាន់ server គឺជោគជ័យអញ្ចឹងយើង ls មកយើងឃើញ file ដែលយើង copy មកគឺបានជោគជ័យហើយអូខេអញ្ចឹងបន្ទាប់ពី copy ហើយខ្ញុំធ្វើការ docker build ខ្ញុំដាក់ឈ្មោះversion file apk របស់ខ្ញុំគឺវិជ្ជការ apk android 001បាទcopy វិជ្ជការ .apk not found បាទអូខេខ្ញុំ copy ម្ដងទៀតខ្ញុំភ្លេចដាក់ឈ្មោះ file របស់ខ្ញុំគឺវិជ្ជការ .apk កតុយអញ្ចឹង copy មួយសារទៀតcomplete ដាក់ឈ្មោះ file apk ហើយ verify password មួយសារទៀត copy ជោគជ័យបាទអញ្ចឹងខ្ញុំ copy មកមានន័យថា destination គឺខ្ញុំ change name វាទៅវិជ្ជការ .apk អញ្ចឹង ls មកខ្ញុំបាន file apk ថ្មីគឺវិជ្ជការអញ្ចឹងខ្ញុំធ្វើការ build មួយសារទៀតលើកនេះប្រកាសជាអត់ error ទេ
ចឹងគឺថា build ជោគជ័យបន្ទាប់ពីយើងធ្វើការ build file Android រួចខ្ញុំធ្វើការ Docker run ហើយដាក់ name apk app វិជ្ជការហើយធ្វើការ process ទៅកាន់ port 20 គុណ14ទៅ80ហើយនឹងឈ្មោះ file របស់ខ្ញុំ file app របស់យើងអូខេអញ្ចឹងport is already allocation អញ្ចឹងDocker container របស់ខ្ញុំគឺជាន់ port អញ្ចឹងខ្ញុំធ្វើការ stop នៅ Docker container ផ្សេងសិនដោយសារខ្ញុំមាន container ពីមុនមកអញ្ចឹងធ្វើការ stop វាហើយខ្ញុំ crypt វាមើលភាសាទៀតហើយខ្ញុំ run វាភាសាទៀតបាទយើង run ដោយសារជាន់ port នេះវាអត់ run ទេ Docker នេះអញ្ចឹងឥឡូវខ្ញុំ run ភាសាទៀតគឺវាដើរចឹងខ្ញុំ ps command crypt apk ដោយសារច្រើន container ច្រើនចឹងយកតែឈ្មោះខ្ញុំមកគឺខ្ញុំឃើញថាខ្ញុំ run ហើយ35 second ago បាទអញ្ចឹងបន្ទាប់ពី build ហើយ run ជោគជ័យខ្ញុំធ្វើការ extract វាចូលទៅក្នុង container បាទមើល file តើវាមានអត់នេះជាការ verify cd var w html អូខេអញ្ចឹងខ្ញុំមាន file វិជ្ជការ .apk អញ្ចឹងខ្ញុំចូលទៅកាន់ domain របស់ខ្ញុំ messi.today ហើយនឹង port តមកខ្ញុំឈ្មោះ file ហ្នឹងមកអូខេខ្ញុំយកទៅ pass នៅលើ browser ព្រោះ domain នេះ public ហើយអូខេអញ្ចឹងខ្ញុំអាច download បានខ្ញុំ keep មកអូខេអញ្ចឹង file ហ្នឹងគឺជោគជ័យហើយយើងបើកជាមួយនឹង Android មក apk